Luffy សម្រាប់រឿងសួស្តីអ្នកទាំងអស់គ្នាឥឡូវជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះខ្ញុំចង់អរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រនិងរង់ចាំការសម្រាយរឿងរបស់ខ្ញុំហើយសម្រាប់អ្នកដែលមកថ្មីសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតដូច្នេះកុំឲ្យខាតពេលយូរយើងនឹងចូលទៅដល់រឿងរបស់យើងផ្លូវបង្ក្រាបវិញ្ញាណ Season 4 វគ្គ 7 ដែលជាវាបន្តជាមួយគ្នាក្រោយពីឆ្អឹងខ្មោចផ្ទុះខ្ទេចអស់រួចមកយើងក៏បានឃើញអ្នកដែលនិយាយទៅកាន់ពួកគេនោះគឺជានិស្ស័យអាក្រក់របស់ធានឈីនោះឯងដែលវាបានចេញពីខ្លួនរបស់ធានឈីហើយនៅពេលនោះនិស្ស័យអាក្រក់របស់ធានឈីក៏បានស្ដីឲ្យធានឈីថាមើលទៅផែនការរបស់ឯងដូចជាមិនអាចទៅរួចនោះទេធានឈីឯងគឺជាអ្នកចាញ់លើកមុនឯងភ័យរត់ដូចជាឆ្កែត្រូវមួយដំបងទៅហើយពេលនេះហ៊ាននាំអ្នកផ្សេងឲ្យមកជួយឯងទៀតសុំទោសអ្នកទាំងអស់គ្នាដោយសារតែកន្លែងហ្នឹងវាមានពាក្យមិនសមរម្យដោយសារតែខ្ញុំបកប្រែតាមគេនិយាយអញ្ចឹងអ្នកទាំងអស់គ្នាជាងយើងនឹងចូលទៅដល់រឿងរបស់យើងបន្តទៀតក្រោយពីបានលើបែបនេះធានឈីខឹងជាខ្លាំងធានឈីក៏បានចូលទៅប្រយុទ្ធជាមួយនឹងនិស្ស័យអាក្រក់របស់គេធានឈីក៏បានប្រើក្បាច់លំពេងពន្លឺរបស់គេវាយទៅលើនិស្ស័យអាក្រក់របស់គេប៉ុន្តែនៅពេលនោះនិស្ស័យអាក្រក់របស់ធានឈីក៏បានវាយបកមកលើធានឈីវិញនិងបានប្រាប់ទៅកាន់ធានឈីវិញថាលើកនេះយើងមិនឲ្យឯងរត់រួចពីដៃរបស់យើងទៀតនោះទេធានឈីនិងនិស្ស័យអាក្រក់របស់គេក៏បានប្រយុទ្ធគ្នាយ៉ាងខ្លាំងហើយបើយើងមើលទៅនិស្ស័យអាក្រក់របស់ធានឈីពិតជាខ្លាំងពិតមែនក្បាច់គុណរបស់វាលឿនហើយនឹងរហ័សខ្លាំងណាស់ហើយថែមទាំងអាចប្រើដៃជាអាវុធមុតស្រួចបានទៀតផងមិនយូរប៉ុន្មានធានឈីក៏ត្រូវបាននិស្ស័យអាក្រក់របស់គេចាក់ដៃរបស់គេឲ្យធ្លុះទាំងពីរធានឈីមានការឈឺចាប់ជាខ្លាំងប៉ុន្តែធានឈីទោះបីជាឈឺចាប់យ៉ាងណាក៏ដោយក៏ធានឈីមិនព្រមចុះចាញ់ជាដាច់ខាតធានឈីបានចាប់ដៃរបស់និស្ស័យអាក្រក់របស់គេជាប់និងបាននិយាយឡើងថាឯងភ្លេចហើយថាភាពក្រអឺតក្រទមរបស់ឯងគឺជាចំណុចខ្សោយរបស់ឯងនោះឯងភ្លាមនោះព្រលឹងការពាររបស់ធានឈីក៏បានចេញមកនិងបានប្រើចង្គៀងព្រលឹងស្រូបយកនិស្ស័យអាក្រក់របស់ធានឈីចូលទៅក្នុងចង្គៀងនោះបាត់ទៅយៀនពីងក៏បានសួរទៅកាន់ធានឈីថាធានឈីតើដៃរបស់លោកមិនអីទេធានឈីក៏បានប្រាប់ទៅកាន់យៀនពីងវិញថាដៃរបស់ខ្ញុំមិនអីទេទោះបីវាមានរបួសពិតមែនប៉ុន្តែវាស័ក្តិសមដែលខ្ញុំអាចសម្លាប់និស្ស័យអាក្រក់របស់ខ្ញុំបានក្រោយពីនិស្ស័យអាក្រក់របស់ធានឈីត្រូវបានព្រលឹងការពាររបស់ធានឈីស្រូបចូលទៅក្នុងចង្គៀងព្រលឹងរួចមកនិស្ស័យអាក្រក់របស់ធានឈីក៏បានសើចនិងនិយាយឡើងថាឯងថាយើងមានភាពអំនួតយើងនឹងបង្ហាញឯងថាភាពអំនួតរបស់យើងវាយ៉ាងម៉េចកុំភ្លេចថាយើងក៏ជាចរិតលក្ខណៈរបស់ឯងដែរធានឈីនៅពេលនោះនិស្ស័យអាក្រក់របស់ធានឈីក៏បានដោះយកបំណែកមួយចេញពីខ្លួនរបស់វាចេញមកហើយបន្ទាប់មកវាក៏បានស្រូបយកពន្លឺនៅក្នុងចង្គៀងដើម្បីបង្កើតថាមពលរបស់វាបន្ថែមទៀតនៅពេលនោះចង្គៀងក៏បានផ្ទុះចេញមកក្រៅធ្វើឲ្យពួកគេបែកចេញពីគ្នានិស្ស័យអាក្រក់របស់ធានឈីក៏បាននិយាយទៅកាន់ធានឈីថាអរគុណឯងដែលបានផ្ដល់ថាមពលពន្លឺមកឲ្យយើងដើម្បីជួយឲ្យយើងកាន់តែខ្លាំងដើម្បីឃុំពួកឯងនៅទីនេះកន្លែងហ្នឹងមានន័យថាធានឈីនិងយៀនពីងហើយនិងទីណាហ្នឹងពួកគេត្រូវបាននិស្ស័យអាក្រក់របស់ធានឈីកំពុងតែឃុំពួកគេនៅកន្លែងផ្សេងគ្នាអញ្ចឹងអ្នកនរគ្នានិស្ស័យអាក្រក់របស់ធានឈីក៏បាននិយាយទៅកាន់ពួកគេថាឥឡូវយើងលេងហ្គេមជាមួយនឹងពួកឯងមួយភ្លាមនោះយើងក៏បានឃើញមានឆ្អឹងខ្មោចជាច្រើនបានចេញមកវាប្រហារទៅលើពួកគេទាំង4នាក់និស្ស័យអាក្រក់របស់ធានឈីក៏បាននិយាយទៅកាន់ពួកគេថាទាំងនេះគឺជាកងទ័ពដែលបានស្លាប់ក្នុងពេលសង្គ្រាមពួកគេសុទ្ធតែជាកងទ័ពអង់អាចនិងមានជំនាញប្រយុទ្ធក្នុងសមរភូមិក្នុងចំណោមពួកឯងបើនរណាម្នាក់អាចយកឈ្នះពួកគេអ្នកនោះនឹងអាចបន្តប្រយុទ្ធជាមួយនឹងយើងបានយៀនពីងធានឈីយៀននិងទីណាពួកគេក៏បានត្រៀមខ្លួនដើម្បីប្រយុទ្ធប៉ុន្តែមិនទាន់បានប៉ុន្មានផងទីណានឹងប្រឡឹងការពាររបស់គេក៏បានកម្ចាត់ឆ្អឹងខ្មោចទាំងនោះបាត់អស់ទៅនិស្ស័យអាក្រក់របស់ធានឈីក៏បានបង្ហាញខ្លួនជួបជាមួយនឹងទីណាហើយវាក៏បាននិយាយទៅកាន់ទីណាថាឯងចង់ជួបយើងណាស់មែនទេយើងដូចជាធំក្លិនអំពើអាក្រក់របស់ឯងនិស្ស័យអាក្រក់របស់ធានឈីក៏បាននិយាយទៅកាន់ទីណាទៀតថាឯងមើលទៅដៃរបស់ឯងទៅមើលធានឈីច្បាស់ជាបានប្រាប់ឯងហើយតើមែនឬទេស្នាមដៃទាំងនោះគឺតំណាងឲ្យអំពើអាក្រក់ដែលនៅក្នុងខ្លួនរបស់ឯងប៉ុន្តែធានឈីមិនបានដឹងទេថាអំពើអាក្រក់ទាំងនោះវាអាចស៊ីគ្នាទៅវិញទៅមកបានដើម្បីបង្កើនកម្លាំងឲ្យកាន់តែខ្លាំងហើយនឹងរឹងមាំថែមទៀតនិស្ស័យអាក្រក់របស់ធានឈីក៏បាននិយាយទៅកាន់ទីណាទៀតថាឲ្យវាមកខ្ញុំមកមុនពេលដែលនិស្ស័យអាក្រក់របស់ឯងដោះចេញពីដៃរបស់ឯងហើយលើបត្របាក់ឯងឲ្យវាមកខ្ញុំអាចគ្រប់គ្រងវាបានកន្លែងនឹងនិស្ស័យអាក្រក់របស់ធានឈីនឹងចង់ប្រាប់ទៅទីណាថានិស្ស័យអាក្រក់ដែលនៅក្នុងខ្លួនរបស់ពួកគេម្នាក់ៗហ្នឹងវាអាចស៊ីគ្នាទៅវិញទៅមកបានដើម្បីបង្កើនកម្លាំងអញ្ចឹងអ្នកនរគ្នាចឹងហើយបានជានិស្ស័យអាក្រក់របស់ធានឈីហ្នឹងចង់បាននិស្ស័យអាក្រក់របស់ទីណាដើម្បីវាស៊ីហើយដើម្បីបង្កើនកម្លាំងវាឲ្យខ្លាំងថែមទៀតចឹងនិស្ស័យអាក្រក់របស់ធានឈីក៏បាននិយាយទៅកាន់ទីណាទៀតថាបើឯងឲ្យវាមកខ្ញុំនឹងទុក
ទុកជីវិតឲ្យឯងទីណាក៏បានប្រាប់ទៅកាន់និស័យក្រក់របស់ធានឈីថាខ្ញុំធ្លាប់បានធ្វើការដោះដូរមួយរួចមកហើយដើម្បីទទួលបានអំណាចដ៏អស្ចារ្យនេះប៉ុន្តែតើឯងមានអ្វីផ្ដល់ឲ្យខ្ញុំឲ្យស័ក្តិសមចំពោះការដោះដូរមួយនេះអ្នកទាំងគ្នាចឹងមានន័យថាមុនពេលដែលទីណាគាត់មានព្រលឹងការពារនិងកម្លាំងវិញ្ញាណខ្លាំងចឹងមានន័យថាទីណាគាត់បានដោះដូរនឹងអ្វីមួយហើយដើម្បីឲ្យបានកម្លាំងវិញ្ញាណខ្លាំងចឹងអ្នកទាំងគ្នាតែយើងមិនទាន់ដឹងថាពីមុនទីណាគាត់មានប្រវត្តិមិនហើយមូលហេតុអ្វីបានជាទីណាគាត់អាចមានអំណាចខាងព្រលឹងវិញ្ញាណខ្លាំងចឹងអញ្ចឹងទីទៀតយើងនឹងដឹងហើយនឹងវគ្គក្រោយយើងនឹងដឹងកាន់តែច្រើនទៀតហើយនៅពេលនោះនិស័យក្រក់របស់ធានឈីក៏បានឃុំទីណានៅក្នុងក្បួនរបស់វាហើយបន្ទាប់មកវាក៏បានប្រើឆ្អឹងខ្មោចបុកទម្លុះចូលទៅក្នុងកន្លែងដែលឃុំទីណាសម្រាប់ទីណានិស័យក្រក់របស់ធានឈីក៏បាននិយាយទៅកាន់ទីណាថាខ្ញុំគិតថាខ្ញុំឲ្យតម្លៃឯងលើសមត្ថភាពខ្ពស់ពេកហើយរួចវាក៏បានដើរចេញទៅដោយគិតថាទីណាប្រហែលជាស្លាប់បាត់ទៅហើយប៉ុន្តែវាដើរចេញបានតែបន្តិចក្បួនដែលវាបានឃុំទីណាក៏ត្រូវបានទីណាបំផ្លាញចោលខ្ទេចហើយយើងក៏បានឃើញទីណាឈរឡើងជាមួយនឹងមឈូសបិសាចរបស់គេទីណាបាននិយាយទៅកាន់វាថាទុកឲ្យយើងធ្វើអ្វីដែលឯងចង់ឃើញទៅចោះយើងនឹងនាំឯងទៅកាន់ឋាននរកប៉ុន្តែជាមួយគ្នាយើងក៏បានឃើញថាស្នាមដៃក្រហមវាបានរាលដាលដល់មុខរបស់ទីណាទៅហើយដោយសារតែទីណាគាត់បានប្រើកម្លាំងវិញ្ញាណរបស់គាត់ខ្លាំងដល់គ្នារឿងរបស់យើងក៏កាត់មកខាងយ៉ានវិញម្ដងយ៉ាននៅពេលនេះកំពុងតែប្រយុទ្ធជាមួយនឹងកងតមខ្មោចជាច្រើនយ៉ានបានប្រើកាំបិតខ្ចប់ជួររបស់គេកាប់ទៅលើកងទ័ពខ្មោចទាំងនោះឲ្យខ្ទេចអស់ទៅក្រោយពីបានកម្ចាត់ពួកកងទ័ពខ្មោចទាំងនោះអស់រួចមកយ៉ានក៏បានឃើញថាមានឈាមជាច្រើនបានហូរចេញពីខាងលើចុះមកក្រោមហើយឈាមនឹងហើយដែលចេញពីមឈូសបិសាចរបស់ទីណាអ្នកទាំងគ្នាទីណាបានបង្ហូរឈាមចេញពីមឈូសបិសាចរបស់គេជាច្រើនហើយឈាមទាំងអស់ហ្នឹងក៏បានហូរបោកបក់ដូចជារលកសមុទ្រពាសពេញទីនោះទាំងអស់ដើម្បីលេបត្របាក់និស័យក្រក់របស់ធានឈីនិស័យក្រក់របស់ធានឈីក៏បាននិយាយឡើងថាយើងប៊ីនឹងត្រូវឯងលេបត្របាក់ទៅហើយនៅពេលនោះទីណាក៏បានដើរមករកវានៅពេលដែលវាប្រហារទៅលើទីណាក៏បានប្រើឈាមបិសាចមកធ្វើជារបាំងការពារហើយបន្ទាប់មកទីណាក៏ឲ្យឈាមបិសាចចូលទៅខាំដៃរបស់និស័យក្រក់របស់ធានឈីដាច់មកខាងនៅពេលដែលឈាមបិសាចចេញមកចង់ស៊ីវាម្ដងទៀតវាក៏បានយកឆ្អឹងខ្មោចធ្វើជាខែលការពារនឹងបានថយទៅក្រោយបន្តិចដើម្បីគេចចេញពីឈាមបិសាចប៉ុន្តែនៅពេលនោះមឈូសបិសាចរបស់ទីណាក៏បានបើកមាត់របស់វាយ៉ាងធំនិងបានប្រើធ្មេញមុតស្រួយរបស់វាគូឲ្យខ្លាចទីណាបាននិយាយឡើងថាឯងប្រហែលជាឃ្លានហើយនៅពេលនោះមឈូសបិសាចរបស់ទីណាក៏បានចូលទៅស៊ីនិស័យក្រក់របស់ធានឈីប៉ុន្តែនិស័យក្រក់របស់ធានឈីក៏បានប្រើកម្លាំងទប់មាត់របស់មឈូសបិសាចទីណាក៏បាននិយាយទៅកាន់និស័យក្រក់របស់ធានឈីថានេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះរឿងរបស់យើងគេក៏កាត់មកខាងយៀនពីងវិញម្ដងនៅពេលនេះយៀនពីងក៏បានកំទេចកងទ័ពខ្មោចទាំងអស់ដូចគ្នាប៉ុន្តែភ្លាមនោះក៏មានការកក្រើកញ័រជាខ្លាំងយៀនពីងក៏បានមើលទៅលើនិងនិយាយថាការរង្គើនេះច្បាស់ជាមកពីខាងលើជាមិនខានយៀនពីងក៏បានឲ្យស៊ីឈូវាបំបាយផ្ទៃខាងលើបន្ទាប់មកគេក៏បានមកដល់កន្លែងរបស់ធានឈីយៀនពីងបាននិយាយឡើងថាពិតជាដោយការគិតរបស់ខ្ញុំមែននៅពេលដែលធានឈីបានឃើញយៀនពីងធានឈីក៏បាននិយាយកាន់យៀនពីងថាឆាវយៀនពីងតើលោកមកទីនេះបានយ៉ាងម៉េចយៀនពីងក៏បានប្រាប់ទៅកាន់ធានឈីវិញថាដូចជាខ្ញុំបានគិតមែនពួកយើងត្រូវបានគេឃុំនៅកន្លែងផ្សេងពីគ្នាពិតមែនមានន័យថាពួកគេនឹងនៅម្នាក់មួយជាន់តែគ្នាអញ្ចឹងជាន់ទី1ជាន់ទី2ជាន់ទី3ជាន់ទី4អញ្ចឹងបើពួកគេចង់ជួបគ្នាដល់តែពួកគេនឹងវាយទម្លុះពីមួយជាន់ទៅមួយជាន់អញ្ចឹងទើបពួកគេអាចជួបគ្នាបានអញ្ចឹងណានៅពេលនោះក៏មានសំឡេងនិងការរំជួយកក្រើកមកម្ដងទៀតពួកគេក៏បានសម្លឹងមើលទៅលើនៅពេលដែលពួកគេធ្វើដំណើរទៅខាងលើពួកគេក៏បានឃើញយ៉ានកំពុងតែអង្គុយចាំពួកគេនៅលើគំនរឆ្អឹងខ្មោចយៀនពីងបានសួរទៅយ៉ានថាអេតើទាំងនេះគឺឯងជាអ្នកធ្វើមែនទេយ៉ានក៏បានចង្អុលទៅខាងលើជាសញ្ញាថាគេមិនបានធ្វើនោះទេវាគឺចេញមកពីខាងលើរឿងរបស់យើងក៏និយាយពីទីណាវិញម្ដងនៅពេលនេះមឈូសបិសាចរបស់ទីណាបានខំស៊ីនិស័យក្រក់របស់ធានឈីអស់មួយកំណាត់ខ្លួនទៅហើយទីណាក៏បានដើរទៅជិតវានិងបានសួរវាថាតើឯងចង់និយាយអ្វីនៅពាក្យចុងក្រោយដែរឬទេនិស័យក្រក់របស់ធានឈីក៏បាននិយាយទៅកាន់ទីណាថាខ្ញុំមិនទាន់ស្គាល់ឈ្មោះរបស់លោកទេលោកពិតជាគួរឲ្យខ្លាចខ្លាំងណាស់ខ្ញុំត្រូវស៊ីអស់មួយកំណាត់ខ្លួនទៅហើយទីណាក៏បានប្រាប់ទៅកាន់វាថាហុងលៀនទីណាអញ្ចឹងមានន័យថាទីណាហ្នឹងមិនមែនជាឈ្មោះពិតរបស់ទីណាគឺជាហុងលៀងឯដែលជាឈ្មោះពិតរបស់ទីណាណាតើគ្នានៅពេលនោះនិស័យក្រក់របស់ធានឈីក៏បានសើចនិងនិយាយទៅកាន់ទីណាវិញថាស្ដាប់ទៅលោកដូចជាបានដូរឈ្មោះរបស់ខ្លួនវាគួរឲ្យ
អស់សំណើចខ្លាំងណាស់និស័យក្រក់របស់ធានឈីក៏បានសួរទៅកាន់ទីណាទៀតថាតើនាងមានន័យចំពោះលោកណាស់មែនដែរឬទេនាងស្លាប់ហើយមែនទេហេតុអ្វីបានជាលោកមិនការពារនាងតើលោកបានធ្វើដាក់នាងបែបនេះមែនទេនៅពេលនោះទីណាចាប់ផ្ដើមខឹងនិងមើលទៅទីណាដូចជាពិបាកក្នុងការគ្រប់គ្រងខ្លួនហើយនៅពេលដែលនិស័យក្រក់របស់ធានឈីបានរំលឹកលើអតីតកាលរបស់ទីណានៅពេលនោះខ្លួនរបស់ទីណាក៏ត្រូវបានស្នាមដៃក្រហមរាលដាលពេញខ្លួនរបស់គេឃើញបែបនេះនិស័យក្រក់របស់ធានឈីក៏បានសើចនិងនិយាយទៅកាន់ទីណាថាហុងលៀនទីណាឯងចាញ់ហើយរឿងរបស់យើងក៏ចប់តែត្រឹមហ្នឹងដូច្នេះបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងតើនិស័យក្រក់របស់ទីណាពិតជាអាចចេញពីខ្លួនរបស់ទីណានិងតាមប្រមាញ់ទីណាបានពិតមែនឬទេហើយថាតើប្រវត្តិរបស់ទីណាមានប្រវត្តិបែបណាហើយហេតុអ្វីបានជាគាត់ទទួលបានកម្លាំងវិញ្ញាណហើយហេតុអ្វីបានជាគាត់បដូរឈ្មោះទៅជាទីណាដូច្នេះមានតែរងចាំការសម្រាយរឿងរបស់ខ្ញុំនៅវគ្គ8ទៀតតែប៉ុណ្ណោះហើយមុននឹងបញ្ចប់ខ្ញុំក៏ចង់អរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រហើយនឹងរងចាំការសម្រាយរឿងរបស់ខ្ញុំដូចគ្នាហើយសូមទោសផងដែរដោយសារតែខ្ញុំក៏មានកិច្ចការបំពេញខ្លួនឯងអញ្ចឹងក៏មិនមានពេលក្នុងការធ្វើការសម្រាយរឿងប៉ុន្តែខ្ញុំនឹងព្យាយាមតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបានហើយចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា Luffy សម្រាយរឿងសូមអរគុណសូមជម្រាបលា